បាទជារបងសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះជាដើមក្បាលនៅវីដេអូរបស់ខ្ញុំបាទតង់ទី2ឬក៏វគ្គទី2ដែរបងប្អូនមកដើរលេងកម្សាន្តនៅរមណីយដ្ឋានមងរទ្ធីសែនជ័យបាទនេះមកជាលក្ខណៈគ្រួសារណាបងប្អូនបាទបើយើងចុងសប្តាហ៍យើងចង់មកដើរលេងនេះបាទយើងអាចមកទីនេះបានបាទឥឡូវយើងមកដល់កន្លែងក្មេងៗលេងឲ្យបងប្អូនបាទដូចជាវីដេអូមុនខ្ញុំបានរៀបរាប់រួចហើយអានេះខ្ញុំតវីដេអូភាគទី2បាទដល់មកយើងហូបបាយថ្ងៃត្រង់អញ្ចឹងណាបន្ទាប់ពីខ្ញុំហូបបាយហើយខ្ញុំក៏ដើរថតទេសភាពនៅជុំវិញហ្នឹងបងប្អូនជូនពុកម៉ែបងប្អូនទស្សនាបាទបងប្អូនបានឃើញនៅវីដេអូខ្ញុំហើយមានចំណាប់អារម្មណ៍ចង់មកកំសាន្តលេងនៅថ្ងៃចុងសប្តាហ៍ដូចជាថ្ងៃអាទិត្យនេះហ្នឹងបងប្អូនអាចមកលេងបានទីតាំងនៅកំពង់ស្ពឺបងប្អូននៅមងរទ្ធីសែនជ័យបាទគាត់ធ្វើរមណីយដ្ឋានគាត់មានម្លប់ស្វាយមានបឹងបាទហើយពេលនេះខ្ញុំមកនេះគឺពេលរសៀលតិចហើយមកដល់នេះគឺប្រហែលជាម៉ោង4បាទទេសភាពស្អាតបងប្អូនបាទហើយនេះគឺទេសភាពគឺល្អមែនទែនបងប្អូនត្រជាក់ត្រជុំហើយមកអត់មានភ្លៀងអត់មានអីទេអត់មានអីរាំងស្ទះទេបាទហើយមនុស្សមកទស្សនាកក់កុយបងប្អូនហើយមានសត្វមានអីចឹងណាបងប្អូនប៉ុន្តែកន្លែងសត្វខ្ញុំអត់បានទៅថតទេខ្ញុំមកថតនៅកន្លែងតាពាំងទឹកនេះវិញបងប្អូនមានទូកមានទាយមានអីជិះណាហើយខាងក្រុមគូសាខ្ញុំនោះគាត់បានជិះលេងដែរគាត់ជិះទាយនៅខាងត្បូងហ្នឹងតែខ្ញុំអត់បានថតបងប្អូនខ្ញុំឡាដើរមើលយូរខ្ញុំមកម្ដងប៉ុន្តែខ្ញុំមកហ្នឹងខ្ញុំមិនសូវបានដើរជុំវិញគ្រប់កន្លែងទេកន្លែងណាដែលខ្ញុំទៅដល់គឺខ្ញុំថតដែរបងប្អូនហើយខ្ញុំដើរតែឯងអញ្ចឹងខ្ញុំពិបាកក្នុងការថតអញ្ចឹងខ្ញុំបានទៅ selfie បន្តិចតួចជូនដល់បងប្អូនទស្សនាអញ្ចឹងបងប្អូនបាទហើយបើបងប្អូនបានឃើញវីដេអូនេះហើយសូមជួយ like ជួយ share ជួយ subscribe comment ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីឲ្យមានកម្លាំងទឹកចិត្តធ្វើវីដេអូជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាហើយទីតាំងនេះគឺវាស្អាតបងប្អូនអើយមើលជុំវិញសិតតែភ្នំទាំងអស់អញ្ចឹងបងប្អូនអាចយកកូនយកចៅនៅចុងសប្តាហ៍មកលេងនៅទីនេះបានណាបងប្អូនមានទូងមានស្គីមានអីឲ្យជិះបានណាបងប្អូនហើយវីដេអូកន្លែងនេះគឺខ្ញុំដើរមកមើលតាមផ្លូវហ្នឹងបងប្អូនហើយខ្ញុំចិត្តដើរទៅពេលហ្នឹងខ្ញុំមិនដឹងទៅតាមណាខ្លះទេខ្ញុំដើរមើលកន្លែងគេអភិវឌ្ឍណាគឺថាមានកន្លែងណាអាចទៅដើរលេងទៀតអញ្ចឹងខ្ញុំជិះម៉ូតូយីមកលេងទៀតអញ្ចឹងបងប្អូនប៉ុន្តែកន្លែងនេះគឺខ្ញុំមកចំកន្លែងដើមស្វាយបងប្អូនកន្លែងម្លប់ស្វាយបាទយើងអាចអង្គុយហូបបាយហូបទឹកពេលក្តៅអីបានបងប្អូនអញ្ចឹងហើយវីដេអូខ្ញុំនឹងចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាបាទបងប្អូនហើយទីតាំងនេះក៏ល្អដែរបងប្អូននេះមានព្រៃមានផ្លូវយើងអាចហូបបាយកន្លែងហ្នឹងហើយយើងអាចបន្តទៅផ្លូវទៅមុខហ្នឹងគឺទៅកន្លែងផ្លាឡើងទៅចេតិយបងប្អូនយើងអាចទៅលេងបានតែកន្លែងនេះគឺគាត់ទើបតែកសាងទេបងប្អូនគឺសាងសង់ឬស្ថាបនាអញ្ចឹងណាដើម្បីធ្វើផ្លូវឲ្យស្រួលជិះតែកន្លែងនេះគឺខ្ញុំគិតថាប្លង់ល្អគឺអង្គុយហូបបាយស្ងាត់បាទមានលក្ខណៈគ្រួសារសង្សារ1ឡាន2ឡានអីក្រាអង្គុយឬក៏ដាក់ជាអញ្ចឹងណាស្ងាត់អញ្ចឹងស្រួលបាទអត់មានណាគេរំខានយើងឯងព្រោះយើងទៅកន្លែងនោះមនុស្សច្រើនអញ្ចឹងវាមានគេចាក់បាសចាក់អីអញ្ចឹងទៅបើនៅកន្លែងនេះវាស្ងប់ស្ងាត់ដែរបងប្អូនកន្លែងព្រៃបាទហើយនេះផ្លូវឡើងទៅមួយកន្លែងទេបងប្អូនគឺខ្ញុំដើរទៅហ្នឹងគឺទៅដល់កន្លែងគេអភិវឌ្ឍហ្នឹងហ្មងប៉ុន្តែខ្ញុំអត់បានចាំឈ្មោះណាបងប្អូនដឹងឈ្មោះអីទេប៉ុន្តែខ្ញុំដើរតែឯងនេះគឺហត់មែនទេបងប្អូនហត់ឡើងបែកនេះពេលនោះផ្លេចកាន់ទឹកមកទៀតបងប្អូនអើយបាទសូមអរគុណបងប្អូនទាំងអស់គ្នាចាំទស្សនាវីដេអូភាគ3បន្តទី